ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះមានបន្លែមានសាច់តបតែងយ៉ាងណាឲ្យចេញមកដូចញ៉ាំអាហារបែបបរទេសអូខេមនុស្សអត់ធ្លាប់ចូលហាងអញ្ចឹងហើយតបតែងឲ្យដូចញ៉ាំនៅហាងអញ្ចឹងណាចាហើយចំពោះមួយមុខនេះងាយស្រួលធ្វើខ្លាំងហើយបើនិយាយពីការចំណាយប្រាក់វិញគឺតែបន្តិចទេប៉ុន្តែមើលទៅឃើញឡើងស្កេស្កាតែម្ដងហើយបើនិយាយពីរសជាតិគឺឆ្ងាញ់ខ្លាំងអូខេឥឡូវនេះក៏សូមបងប្អូនតាមដានពីរបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាថ្ងៃនេះមុខម្ហូបរបស់នាងខ្ញុំគឺសូមចាយរៀងបែបបរទេសម្ដងចាក៏មានជាមួយនឹងបន្លែមានបន្លែលឿងបន្លែក្រហមបន្លែសបន្លែស្វាយបន្លែខៀវបន្លែចម្រុះតែម្ដងហើយចំពោះវីតាមីនក៏ចម្រុះផងដែរចាឥឡូវនេះក៏នាងខ្ញុំមកប្រឡាក់សាច់មាន់ហើយចំពោះគ្រឿងផ្សំប្រឡាក់មាន់នោះក៏មានជាមួយនឹងម្សៅម្ទេសកូរ៉េមានទឹកប្រេងល្ងប្រេងខ្យងបើសិនជាបងប្អូនអត់មានប្រេងល្ងទេបងប្អូនដាក់ប្រេងឆាធម្មតាក៏បានដែរហើយក៏មានជាមួយនឹងម្រេចម៉ដ្ឋម្សៅស៊ុបប៊ីចេងអំបិលដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយច្របល់ឲ្យបានសព្វបន្ទាប់ពីនាងខ្ញុំប្រឡាក់សាច់មាន់ទុករួចរាល់ហើយឥឡូវនេះក៏មកធ្វើទឹកស៊ុសសម្រាប់ញ៉ាំជាមួយនឹងសាច់ម្ដងហើយចំពោះគ្រឿងផ្សំធ្វើស៊ុសនោះក៏មានជាមួយនឹងទឹកស្អៀវទឹកប្រេងខ្យងទឹកម្ទេសទឹកប៉េងប៉ោះប៊ីចេងម្សៅស៊ុបម្រេចម៉ដ្ឋសាតេហើយក៏មានបន្ថែមជាមួយនឹងទឹកដោះគោខាប់ហើយក៏មានបន្ថែមជាមួយនឹងទឹកសបន្តិចចូលទៅផងដែរបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយច្របល់ឲ្យបានសព្វហើយនៅខ្ញុំសូមបញ្ជាក់មួយទៀតចំពោះគ្រឿងផ្សំប្រឡាក់មាន់ក៏នៅខ្ញុំមិនប្រើគ្រឿងផ្សំប្រឡាក់ឲ្យដិតពេកដែរចាគឺយើងប្រឡាក់បែបឡមណាឥឡូវនេះក៏មកចាត់ការបំពងដំឡូងបារាំងហើយនឹងត្រាវហើយចំពោះមុខបន្លែផ្សេងទៀតបន្លែខ្លះក៏ញ៉ាំឆៅហើយបន្លែខ្លះទៀតនោះក៏ស្រស់ឲ្យឆ្អិនចាបន្ទាប់ពីនាងខ្ញុំបំពងត្រាវក៏ដូចជាដំឡូងបារាំងរួចរាល់ហើយឥឡូវនេះក៏មកដាក់ចៀនជាមួយនឹងសាច់មាន់ម្ដងហើយចំពោះការចៀនសាច់មាន់នេះគឺនាងខ្ញុំប្រើប្រេងហើយនឹងប៊ឺលាយគ្នាបន្ទាប់ពីដាក់ប្រេងហើយនឹងប៊ឺបានក្តៅល្អហើយក៏ដាក់ជាមួយនឹងខ្ទឹមសពី3គ្រាប់ទៅដើម្បីជួយបង្កើនក្លិនឈ្ងុយដល់សាច់ឥឡូវនេះសាច់របស់នាងខ្ញុំក៏បានចម្អិនឆ្អិនរួចរាល់ហើយបន្ទាប់ពីចម្អិនឆ្អិនសាច់រួចរាល់ហើយក៏នាងខ្ញុំមកឆាទឹកស៊ុសសម្រាប់ញ៉ាំជាមួយនឹងសាច់ម្ដងទឹកស៊ុសដែលយើងបានលាយច្របល់មុនហ្នឹងបងប្អូនហើយចំពោះទឹកស៊ុសនេះមុននឹងឆាក៏នាងខ្ញុំដាក់បំពងខ្ទឹមឲ្យបានឈ្ងុយសិនបន្ទាប់ពីបំពងខ្ទឹមបានឈ្ងុយហើយក៏ចាក់ទឹកស៊ុសដែលយើងបានលាយទុកហ្នឹងដាក់ចូលទៅឆាឲ្យបានឆ្អិនហើយចំពោះការឆាទឹកស៊ុសនេះមិនបាច់ថែមជាមួយនឹងទឹកម្សៅឆាទេពេលដែលឆាឆ្អិនទៅគឺវាឡើងខាប់ដោយស្វ័យប្រវត្តិតែម្ដងហើយចំពោះទឹកស៊ុសដែលបានឆានេះចង់ញ៉ាំជាមួយនឹងប្រហិតឈានក៏បានឬមួយក៏សាច់ផាក់ឡូវសាច់អីផ្សេងក៏បានដែរបងប្អូនគឺមានជាតិឆ្ងាញ់ខ្លាំងមែនតើឥឡូវនេះទឹកស៊ុសក៏បានធ្វើរួចរាល់ហើយចាំការស្រូបញ៉ាំជាមួយនឹងបន្លែតែម្ដងអូខេបងប្អូនមកឃើញថាតំណងគួរឲ្យចង់ញ៉ាំអត់ឥឡូវនេះក៏នាងខ្ញុំយកទឹកស៊ុសដែលបានឆាមុនហ្នឹងស្រូបពីលើសាច់បន្តមកទៀតនោះក៏បន្ថែមជាមួយនឹងទឹកម៉ាញ៉េណេសទឹកប៉េងប៉ោះហើយនឹងទឹកម្ទេសរៀបចំយ៉ាងណាឲ្យយើងនឹងបានសម័យថាខ្លួនឯងនេះញ៉ាំមុខម្ហូបបរទេសនៅក្នុងហាងអញ្ចឹងណាចាត្រូវក្បួនឬមកក៏មិនត្រូវក្បួនដឹងតែថាមួយមុខនេះឆ្ងាញ់សម្រាប់